បាទសូមជម្រាបសួរខ្ញុំបាទបូដំវិជាខ្ញុំបាទជាក្រុមការងារនៃ WellCK Express អញ្ចឹងដោយសពមួយដងខ្ញុំថ្ងៃនេះសូមយកប្រធានបទមួយមកចែករំលែកជូនទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលនិយមតាមដានខ្ញុំតាមរយៈប្រព័ន្ធ social media ផ្សេងៗដូចជាក្រុម Telegram YouTube និងតាម Facebook page របស់ខ្ញុំដែលមានឈ្មោះថា WellCK Express នេះឯងហើយថ្ងៃនេះដោយសំមួយដងខ្ញុំយកប្រធានបទមកចែករំលែកជូនបងប្អូនទាំងអស់គ្នាដែលពាក់ព័ន្ធនៅក្នុងវិស័យបញ្ចាំដែលស្របច្បាប់បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចូលទៅប្រធានបទនេះដូចតទៅផងដែរបាទនិយាយទៅខ្ញុំដឹងថាបងប្អូនដែលតាមដានខ្ញុំនេះគឺពិតជាចង់រកទទួលទាននៅក្នុងវិស័យដែលបញ្ចាំស្របច្បាប់នៃប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងគឺដើម្បីឲ្យបងប្អូនអាចរកទទួលទានក្នុងវិស័យនេះបានវាទាមទារឲ្យបងប្អូនទាំងអស់គ្នាត្រូវមានចំណេះដឹងនៅក្នុងវិស័យបញ្ចាំមួយនេះចំណេះដឹងនោះមានអីគេខ្លះមានតាំងពីការត្រួតពិនិត្យរបស់ទ្រព្យមានតម្លៃផ្សេងៗក៏ដូចជាផ្លូវច្បាប់ផងដែរហើយផ្លូវច្បាប់នោះទៀតសោតគឺពិតជាសំខាន់ណាស់បើបងប្អូនយល់ដឹងពីផ្លូវច្បាប់គឺបងប្អូននឹងបង្ការនៅហានិភ័យជាច្រើនផងដែរនៅក្នុងវិស័យបញ្ចាំនេះបាទអញ្ចឹងខ្ញុំសូមជម្រាបជូនទៅដល់បងប្អូនថាបើសិនជាបងប្អូនចង់ចូលទៅរកទទួលទាននៅក្នុងវិស័យបញ្ចាំដែលស្របច្បាប់មួយនេះគឺបងប្អូនសូមចាប់ផ្ដើមពីទូចបងប្អូនកុំវប់ឡើងគឺរៀបចំខ្លួនចូលទៅក្នុងខ្នាតធំតែម្ដងដោយសារតែបងប្អូនត្រូវរៀនសូត្រពីវិស័យបញ្ចាំមួយនេះសិនអញ្ចឹងបងប្អូនការចាប់ផ្ដើមពីទូចនោះទៀតសោតគឺបងប្អូនត្រូវដឹងថានៅក្នុងវិស័យបញ្ចាំមួយនេះគឺមានប្រភេទ2គឺទី1គឺប្រាតិភោគដល់លោកទានគឺសំដៅទៅលើប្រភេទចលនាទ្រព្យមានដូចជាគ្រឿងអលង្ការគ្រឿងអេឡិចត្រូនិកម៉ូតូនិងឡានវាយហើយមួយប្រភេទទៀតវិញគឺមានដូចជាប្រភេទបញ្ចាំដែលជាប្រភេទអចលនទ្រព្យដែលជាប្លង់ផ្ទះឬក៏ប្លង់ដីមួយបាទអញ្ចឹងវិស័យបញ្ចាំមួយនេះគឺបងប្អូនត្រូវទៅសុំ license ចំនួន2បើសិនបងប្អូនចង់ធ្វើកិច្ចការងារនេះទាំងពីររួមគ្នាតែម្ដងបាទអូខេអញ្ចឹងការចាប់ផ្ដើមពីតូចនោះទៀតសោតគឺបងប្អូននឹងអាចរៀនយល់ដឹងពីទាំងអស់នេះដែលគ្រឿងអលង្ការគេទទួលយករបៀបម៉េចគ្រឿងអេឡិចត្រូនិកគេទទួលយករបៀបម៉េចហើយនឹងគេហៅថាប្រភេទម៉ូតូឡាននិងប្លង់ផ្សេងត្រូវធ្វើរបៀបម៉េចទាំងអស់នេះទៅទាមទារឲ្យបងប្អូនទៅរកចំណេះដឹងឲ្យតែបងប្អូនគិតថាមានអ្នកណាអាចប្រឹក្សាក៏ដូចជាផ្ដល់ចំណេះដឹងជូនដល់បងប្អូនបានបងប្អូនគួរតែទៅគេហៅថាមានទំនាក់ទំនងជាមួយនឹងពួកគាត់នោះដើម្បីឲ្យបងប្អូនស្វែងយល់ក៏ដូចជាអាចទៅរកស៊ីរបរមួយនេះបាននៅភាពជោគជ័យផងដែរបាទអូខេអញ្ចឹងសម្រាប់ខ្ញុំបាទបូឧត្តមវិជាខ្ញុំបាទក៏សូមបើកក្នុងការប្រឹក្សាជូនទៅដល់បងប្អូនទាំងអស់គ្នាដែលមានបំណងចង់ស្វែងយល់ពីវិស័យបញ្ចាំដែលស្របច្បាប់មួយនេះបើសិនជាបងប្អូនចង់ណាត់ជួបខ្ញុំបងប្អូនអាចទម្លាក់ជាលេខទូរស័ព្ទចូលមកនឹង comment អញ្ចឹងក្រុមការងារយើងខ្ញុំនឹងទម្លាក់ទំនងជូនទៅបងប្អូនបើមិនដូច្នេះទេបងប្អូនអាច connect មករូបខ្ញុំបាទផ្ទាល់តែម្ដងដែលមានលេខទូរស័ព្ទហើយនឹងមាន Telegram ខ្ញុំនឹងដាក់នៅខាងលើនេះបាទអូខេអញ្ចឹងខ្ញុំសូមបើកឱកាសជូនដល់បងប្អូនទាំងអស់គ្នាដែលមានបំណងចង់មកជួបខ្ញុំបាទធ្វើការណាត់ជួបខ្ញុំបាទដោយទៅដល់ office របស់ខ្ញុំហើយយើងធ្វើការប្រឹក្សាយោបល់ជូនបងប្អូនតែម្ដងដោយមិនមានការគិតថ្លៃអ្វីទាំងអស់បាទហើយឱកាសនេះខ្ញុំសូមបើកចាប់ពីពេលនេះតទៅអូខេអញ្ចឹងខ្ញុំក៏គ្មានអ្វីនិយាយច្រើនទៀតដែរបាទអញ្ចឹងនៅពេលនេះខ្ញុំសូមបញ្ចប់វីដេអូខ្ញុំតែម្ដងពីខ្ញុំបាទបូឧត្តមវិជាសូមអរគុណនិងសូមជម្រាបលា